ខ្លាចអេរ៉ង់ពេកលោកត្រាំចេញពីទូគីបន្លំជិះឡានដឹកម្ហូបតាំងប្រលឹងចុងសក់ដោយសារតែភ័យខ្លាចការគំរាមធ្វើឃាតកាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃទី10 ខែសីហាថាដោយសារតែមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជិះយន្តហោះយោធាសម្ងាត់មួយចាក់ចេញពីប្រទេសទូគីកាលពីខែមុនខណៈដែលគ្រានោះស្ថាប័នមានបានប្រកាសថាលោកកំពុងធ្វើដំណើរនៅលើយន្តហោះប្រធានាធិបតី Air Force One លោកត្រាំបានប្រើប្រាស់យន្តហោះថ្មីដែលជាអំណោយពីប្រទេសកាតាដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអង្ការ៉ាសម្រាប់កិច្ចប្រជុំកំពូលអង្គការ NATO ប៉ុន្តែលោកបានប្តូរទៅប្រើប្រាស់យន្តហោះ Air Force One ស៊េរីចាស់វិញដោយមិននឹកស្មានដល់នៅពេលដែលចាក់ចេញពីប្រទេសនេះដែលធ្វើឲ្យមានចម្ងល់ជុំវិញប្រព័ន្ធសុវត្ថិភាពរបស់យន្តហោះថ្មីនោះការធ្វើដំណើរទៅកាន់កិច្ចប្រជុំ NATO នេះគឺជាការធ្វើដំណើរអន្តរជាតិលើកដំបូងបំផុតសម្រាប់យន្តហោះថ្មីនេះហើយវាធ្វើឡើងស្របពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ដែលជាប្រទេសជិតខាងរបស់ទូគីកំពុងមានការកើនឡើងកាសែតដដែលបានដកស្រង់សម្ដីមន្ត្រីអាមេរិកដែលដឹងពីប្រតិបត្តិការនេះថាបន្ទាប់ពីលោកត្រាំបានឡើងជិះយន្តហោះ Air Force One ស៊េរីចាស់នៅចំពោះមុខកាមេរ៉ារបស់អ្នកកាសែតនៅទីក្រុងអង្ការ៉ារួចមកលោកត្រូវបានគេលួចបញ្ជូនជាសម្ងាត់តាមរយៈរថយន្តដឹកម្ហូបអាហារនៅប្រទេសយន្តហោះកាន់យន្តហោះខ្នាតតូចមួយទៀតប្រភេទ Air Force C-32A យន្តហោះ C-32A នេះបានហោះហើរទៅកាន់ចក្រភពអង់គ្លេសហើយបានទៅដល់នៅវេលាម៉ោងប្រមាណ 10:20 នាទីយប់ខណៈដែលយន្តហោះ Air Force One ស៊េរីចាស់ដែលដឹកអ្នកសារព័ត៌មានបានទៅដល់ប៉ុន្មាននាទីក្រោយមកនៅលើបណ្ដាញសង្គម Truth Social លោកត្រាំបានលើកឡើងថាលោកនឹងប្រើប្រាស់យន្តហោះ Air Force One ពណ៌ផ្ទៃមេស៊េរីចាស់នេះដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗសម្រាប់ការហោះហើរពីទីក្រុងអង្ការ៉ាទៅកាន់មូលដ្ឋានទ័ពអាកាស RAF Middlehall ក្នុងចក្រភពអង់គ្លេសខណៈដែលយន្តហោះថ្មីក៏បានឈប់នៅមូលដ្ឋានទ័ពនោះដែរដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិកដែលឈរជើងនៅទីនោះអាចទស្សនាយន្តហោះនេះបានឆ្លើយតបទៅនឹងការទម្លាយពីការហោះហើរជាសម្ងាត់លើកនេះស្ថាប័នមានបានចេញសេចក្តីថ្លែងការណ៍តាមរយៈនាយកផ្នែកទំនាក់ទំនងលោក Steve Chung ដោយបញ្ជាក់ថាយន្តហោះដែលជាអំណោយរបស់កាតាមិនមានបញ្ហាអ្វីនោះទេហើយវាត្រូវបានបំពាក់ដោយពិធីការសន្តិសុខកម្រិតខ្ពស់ដើម្បីធានាសុវត្ថិភាពប្រធានាធិបតីនិងបុគ្គលិករបស់លោកយ៉ាងណាលោកចឹងបានបន្ថែមថាដោយដែលលោកប្រធានាធិបតីបានលើកឡើងអាមេរិកមានស្ត្រីជាច្រើនដែលកំពុងសម្លឹងមើលលោកហើយអាមេរិកត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះដោយឡែកមន្ទីរបញ្ចកោណមិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញព័ត៌មាននេះនៅឡើយនោះទេទន្ទឹមនឹងនោះលោកត្រាំក៏បានទទួលស្គាល់ផងដែរនៅព័ត៌មានអំពីការផ្លាស់ប្ដូរយន្តហោះត្បិតមកពីអ៊ីរ៉ង់គំរាមប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី11 ខែសីហាបានបញ្ជាក់ថាលោកពិតជាបានប្តូរយន្តហោះមែនពេលធ្វើដំណើរចាក់ចេញពីទូគីយ៉ែនក្រោយកិច្ចប្រជុំ NATO នៅខែកក្កដាកន្លងទៅលោកត្រាំបាននិយាយថាលោកធ្វើតាមក្រមសន្តិសុខប៉ុណ្ណោះត្បិតអ៊ីរ៉ង់គំរាមអាយុជីវិតរបស់លោកប៉ុន្តែរឿងនេះនាំឲ្យមានការចោទសួរអំពីសុវត្ថិភាពរបស់យន្តហោះដឹកប្រធានាធិបតីនិងប្រធានការការពារមេដឹកនាំមហាអំណាចពិភពលោកមួយនេះរឿងរ៉ាវលោក Donald Trump ផ្លាស់ប្ដូរយន្តហោះពេលចាក់ចេញពីទូគីកាលពីខែមុនកំពុងសរសើរយ៉ាងខ្លាំងសារព័ត៌មាន The Washington Post ជាប្រព័ន្ធផ្សព្វផ្សាយដំបូងដែលទម្លាយរឿងនេះកើតឡើងនៅក្នុងខែកក្កដាប្រធានាធិបតីអាមេរិកទទួលស្គាល់ថាលោកមិនបានជិះយន្តហោះ Air Force One ឡើយពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញបើតាមកាសែត Washington Post លោកត្រាំបានឡើងលើយន្តហោះពិសេសមែនប៉ុន្តែត្រូវបានជម្លៀសចេញតាមឡានដឹកម្ហូបអាហារទៅយន្តហោះមួយទៀតដែលចតនៅក្បែរ Air Force One នៅរដ្ឋធានីអង្ការ៉ាការផ្លាស់ប្ដូរយន្តហោះនេះកើតឡើងក្រោយអ៊ីស្រាអែលប្រមានអាមេរិកពីការប៉ុនប៉ងវាយប្រហារលោកត្រាំដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់លោកត្រាំបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី11 ខែសីហាថាការផ្លាស់ប្ដូរយន្តហោះកាលពីដើមខែមុនគឺលោកគ្រាន់តែធ្វើតាមក្រុមភ្នាក់ងារសន្តិសុខរបស់លោកតែប៉ុណ្ណោះពួកគេចង់ឲ្យខ្ញុំជិះជើងហោះហើរផ្សេងនិងយន្តហោះផ្សេងដែលមានសុវត្ថិភាពស្មើគ្នាប៉ុន្តែដោយសារតែពួកគេចង់ឲ្យខ្ញុំធ្វើបែបហ្នឹងខ្ញុំក៏ធ្វើតាមអ្វីដែលពួកគេប្រាប់ប៉ុណ្ណោះនេះគឺជាការលើកឡើងរបស់លោកត្រាំនៅក្នុងការផ្សាយរបស់កាសែត Washington Post
លោកត្រាំបានចាក់ចេញតែឯងតែប៉ុណ្ណោះក្រុមអ្នកសារព័ត៌មានរួមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនដូចជារដ្ឋមន្ត្រីការបរទេស Marco Rubio ផងនោះនៅតែបន្តជិះលើយន្តហោះ Air Force One ពណ៌ខៀវដដែលដោយមិនបានដឹងថាលោកត្រាំបានចាក់ចេញទៅបាត់ហើយនោះទេលើពីនោះអ្នកកាសែតដែលធ្វើដំណើរតាមយន្តហោះក៏ត្រូវបានណែនាំឲ្យបិទបង្អួចថែមទៀតផងរឿងរ៉ាវលោកត្រាំហោះទៅចោលដោយមិនបានប្រាប់មុនបែបនេះធ្វើឲ្យមានការខឹងសម្បាពីអ្នកសារព័ត៌មានអំពីការយកពួកគេទៅធ្វើជានុយក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះខណៈអ្នកខ្លះទៀតមិនពេញចិត្តដែលស្ថាប័នមានគ្មានផ្ដល់ព័ត៌មានអ្វីឡើយតាក់ទងនឹងការព្រួយបារម្ភលើសុវត្ថិភាពនេះលោកត្រាំបានបដិសេធមិនសម្ដែងការព្រួយបារម្ភនោះឡើយដោយលោកបានលើកឡើងថាប្រធានាធិបតីរុកណាក៏តែងតែជួបប្រទះការគំរាមកំហែងបែបនេះដែរហើយលោកជឿជាក់ថាយន្តហោះដែលលោកជិះផ្លាស់ប្ដូរនោះមានហានិភ័យខ្ពស់ជាងយន្តហោះដើមទៅទៀតគូរំលឹកឲ្យដឹងផងដែរថាអ៊ីស្រាអែលបានប្រាប់អាមេរិកថាអ៊ីរ៉ង់កំពុងរៀបចំផែនការថ្មីដើម្បីធ្វើឃាតលោកត្រាំសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ាបានផ្ទុះកក្តៅសាជាថ្មីហើយពេលនេះស្ថានភាពវិវត្តដល់ចំណុចគួរឲ្យព្រួយបារម្ភខណៈដែលប្រភពចារកម្មអ៊ីស្រាអែលបានប្រាប់ទៅកាន់សហរដ្ឋអាមេរិកថាអ៊ីរ៉ង់កំពុងតែរៀបចំផែនការថ្មីធ្វើឃាតប្រមុខស្ថាប័នមានលោកដូណាល់ត្រាំហើយយោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗដូចជា CNN The Wall Street Journal The New York Times The Express សុទ្ធតែផ្សាយដូចគ្នាថាផែនការនេះត្រូវបានអ៊ីស្រាអែលប្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនរួចហើយប៉ុន្តែมันមានការទម្លាយជាសាធារណៈនោះទេទន្ទឹមនឹងនោះមន្ត្រីចារកម្មអាមេរិកក៏កំពុងពិនិត្យនិងវិភាគតម្លៃរបាយការណ៍នេះផងដែរហើយទីភ្នាក់ងារទាំងឡាយក៏កំពុងពិភាក្សាអំពីផែនការនេះយ៉ាងល្អិតល្អន់ផងដែរព័ត៌មាននេះកើតឡើងស្របពេលដែលប្រទេសអ៊ីរ៉ង់កំពុងរៀបចំពិធីបន់សពអតីតមេដឹកនាំកម្ពុជាលោកអាយ៉ាតុលាអាលីខាមីណៃដែលត្រូវបានអាមេរិកនិងអ៊ីស្រាអែលធ្វើឃាតពេលសង្គ្រាមផ្ទុះឡើងដំបូងនៅក្នុងឆ្នាំនេះប្រជាជនអ៊ីរ៉ង់រាប់លាននាក់បានចូលរួមកាន់ទុក្ខនិងទាមទារឲ្យមានការសងសឹកថែមទាំងស្រែកខ្លាំងៗទៀតថាសម្រាប់លោកត្រាំចោលទៅសូមជម្រាបថាអ៊ីរ៉ង់បានប៉ុនប៉ងនឹងរៀបចំផែនការធ្វើឃាតលោកត្រាំយ៉ាងហោចណាស់ពីលើកធំមកហើយដោយលើកទី1គឺនៅក្នុងខែកក្កដាឆ្នាំ2024ដែលបរិសុទ្ធជនជាតិប៉ាគីស្ថានម្នាក់មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកពីបទជួលខ្មាំងកាំភ្លើងដើម្បីធ្វើឃាតលោកត្រាំលើកទី2នៅក្នុងខែវិច្ឆិកាឆ្នាំ2024ដែលក្រសួងយុតិធធម៌អាមេរិកបានលាតត្រដាងនឹងចោទប្រកាន់ម្ដាយសម្ងាត់មួយផ្សេងទៀតបញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យរៀបចំផែនការធ្វើឃាតលោកត្រាំមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកយ៉ាងណាការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារនៅរដ្ឋ Pennsylvania នៅក្នុងខែកក្កដាឆ្នាំ2024និងនៅទីលាន Wagongo ក្នុងខែកញ្ញាឆ្នាំ2024គឺធ្វើឡើងដោយខ្មាំងកាំភ្លើងឯកជនម្នាក់ដោយមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានការជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់នោះទេ